ពីយូរលង់ណាស់មកហើយមានបឹងមួយឆ្ងាយពីភូមិដែលជាទីលំនៅរបស់កុកនិងកញ្ជ្រោងមួយក្បាលរាល់ព្រឹកពួកវាតែងតែចេញដំណើរទៅរកចំណីក្នុងបឹងជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃចំណីចេះតែខ្សត់ទៅធ្វើឲ្យពួកវារកទទួលទានស្ទើរមិនបានខណៈនោះកុកនឹកឃើញគំនិតមួយវាបានទៅជួបនឹងកញ្ជ្រោងដើម្បីបបួលកញ្ជ្រោងឲ្យរកចំណីចូលគ្នាកញ្ជ្រោងដូចជាចាប់អារម្មណ៍នឹងគំនិតនេះវាក៏សួរបញ្ជាក់កុកចុះពេលរកចំណីតើយើងយកទៅទុកនៅឯណាកុកតបពេលរកចំណីបានយើងយកវាទៅទុកនៅលើដើមឈើទើបមានសុវត្ថិភាពបើទុកនៅនឹងដីអាចនឹងមានគេលួចចំណីយើងបានកញ្ជ្រោងជឿតាមកុកដោយឥតសង្ស័យតាមពិតកុកក៏ហក់កញ្ជ្រោងប៉ុណ្ណោះវាមានគំនិតចង់ស៊ីចំណីនោះតែម្នាក់ឯងជ្រោងបានខិតខំចាប់ត្រីតាំងពីព្រលឹមទល់ល្ងាចព្រមទាំងយកមកឲ្យកុកទុកដោយសង្ឃឹមថាពេលខ្លួនឈឺនឹងបានចំណីឆីដោយមិនបាច់ចេញទៅរកទាំងឈឺនោះទេចំណែកកុកក៏ចេះតែជញ្ជូនចំណីទាំងនោះទៅដាក់ក្នុងសំបុករបស់វាពេលកញ្ជ្រោងចេញទៅរកចំណីបាត់វាតែងតែលួចឆីរាល់ថ្ងៃពេលខ្លះឆីឆ្អែតថែមទាំងដេកលក់មិនចេញទៅរកចំណីថែមទៀតផង2-3ថ្ងៃក្រោយមកដោយសារតែអាកាសធាតុប្រែប្រួលខ្លាំងកញ្ជ្រោងក៏ធ្លាក់ខ្លួនឈឺវាដេកក្រោមដើមឈើញ័រញាក់តែម្នាក់ឯងដូចជាគ្មានសួរនាំអ្វីមួយមកសោះកញ្ជ្រោងហាវខ្លាំងណាស់វាក៏ដាច់ចិត្តសួរទៅកុកមិត្តខ្ញុំឈឺហើយខ្ញុំអាចញ៉ាំចំណីយើងខ្លះបានទេកុកតបមិនបានទេចំណីនៅតិចណាស់ទៅរកបន្ថែមទៀតមកក្រោយមកកញ្ជ្រោងបានដឹងការពិតថាកុកជាសត្វមិនស្មោះត្រង់ដោយលួចឆីចំណីតែម្នាក់ឯងហើយវាក៏ឈប់រកចំណីទៅឲ្យកុកចាប់តាំងពីពេលនោះមកថ្ងៃមួយមានព្យុះបោកហក់យ៉ាងខ្លាំងដែលធ្វើឲ្យកុកធ្លាក់ពីលើសំបុកកុកមានរបួសជាដំណំមិនអាចហើរបានឡើយវាស្រែកយំដោយក្តីឈឺចាប់
ខណៈនោះកញ្ជ្រោងក៏បានឃើញដោយចិត្តមិនដាច់វាក៏បានមកជួយសង្គ្រោះកុកដោយការមើលថែទាំយ៉ាងកក់ក្ដៅចំណែកឯកុកវិញពេលឃើញបែបនេះវាមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់នៅទង្វើកន្លងមកដែលវាធ្វើដាក់កញ្ជ្រោងទីបំផុតកុកបានយល់ពីតម្លៃនៃសេចក្តីល្អនិងសោកស្ដាយនៅទង្វើអាក្រក់របស់ខ្លួនដែលបានធ្វើដាក់កញ្ជ្រោងចាប់តាំងពីពេលនោះមកពួកគេទាំងពីរក៏ក្លាយជាមិត្តល្អរួមទុក្ខរួមសុខជាមួយគ្នាតរៀងមក